យើងមកអានទាំងអស់គ្នាបងប្អូនទាំងអស់គ្នាហើយជាមួយបងប្អូនអាចឆ្លើយសំណួរបានអត់ Maya collected 248 stickers during the school year. Her cousin ពាក្យនេះយើងអានថា cousin ណាមិន cousin ទេគឺ cousin. Her cousin gave her 176 more stickers for her birthday. Later, Maya gave 95 stickers to her friend. How many stickers does Maya have now? ចឹងយើងអានម្ដងទៀតហើយខ្ញុំប្រាប់បងប្អូនថាតើមានអត្ថន័យថាម៉េចហើយបងប្អូនដឹងសំណួរបងប្អូនសាកឆ្លើយមើលឆ្លើយបានអត់វាជាប្រភេទចំណោទគណិតវិទ្យាសម្រាប់ក្មេងៗដែលរៀននៅថ្នាក់បឋមសិក្សាប៉ុន្តែយើងអាននេះក៏យើងរៀនភាសាអង់គ្លេសបណ្ដាហើយបងប្អូនសាកឆ្លើយសំណួរទៅ Maya collected 248 stickers during the school year កុមារីឈ្មោះ Maya ហ្នឹងគាត់បានប្រមូល stickers នេះដូចរូបតុក្កតាដែលគេបកបិទប្រមូលរូបតុក្កតាបកបិទហ្នឹងចំនួន248 during the school year នៅក្នុងកំឡុងពេលនៃឆ្នាំសិក្សារបស់គាត់ហ្នឹង Her cousin gave her 176 more stickers for her birthday បងប្អូនជីដូនមួយរបស់គាត់បានឲ្យគាត់នៅរូបតុក្កតាបកបិទហ្នឹងបន្ថែមចំនួន176នៅក្នុងពេលកម្មវិធីខួបកំណើតរបស់នាងឬក៏របស់គាត់ទៅយើងទៅ Later បន្ទាប់មកទៀត Maya gave 95 stickers to her friend Maya ក៏បានឲ្យរូបតុក្កតាបកបិទហ្នឹងចំនួន95ទៅឲ្យមិត្តភ័ក្តិរបស់គាត់ How many stickers does Maya have now តើបើយើងគិតរឿងឥឡូវនេះពេលនេះតើ Maya នៅសល់ឬក៏នៅមានរូបតុក្កតាបកបិទហ្នឹងចំនួនប្រមាណបងប្អូនអាចឆ្លើយចេញទេចឹងអាចឆ្លើយខ្លីជាតួលេខក៏បានឬក៏បងប្អូនអាចបង្កើតប្រយោគជាភាសាអង់គ្លេសឆ្លើយចម្លើយដែរមានសម្រាប់ចំណោទមួយនេះឲ្យខ្ញុំនៅក្នុង comment box នេះសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសតាមរយៈចំណោទគណិតវិទ្យាមួយនេះ A library had 3,425 books on its shelves. A library ចាំបងប្អូនអានជាមួយខ្ញុំណា had 3,425 books on its shelves ពាក្យនេះយើងអានថា shelves During a book fair the library bought 785 new books and removed 239 damaged books. During a book fair, the library bought 785 new books and removed 239 damaged books. How many books are now in the library? How many books are now in the library? ចឹងយើងមើលចំណោទរបស់យើងទាំងអស់គ្នាតើគេសរសេរមានន័យថាម៉េច A library had 3,425 books on its shelves គេថាបណ្ណាល័យមួយមានសៀវភៅដែលដាក់តាំងនៅលើទូសៀវភៅនោះចំនួន3,425សៀវភៅឬក៏3,425ក្បាល During a book fair នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅមួយចឹងពាក្យពិព័រណ៍គឺគេប្រើពាក្យ fair ណាពាក្យមួយទៀតសម្រាប់ពិព័រណ៍គឺ exhibition ចឹងមានពាក្យពីរណា book fair ឬក៏ book exhibition The library bought បណ្ណាល័យនោះបានទិញសៀវភៅ785 new books ចឹងទិញសៀវភៅថ្មីចំនួន785ក្បាល and removed 239 damaged books ហើយក៏បានដកចេញវិញនៅសៀវភៅដែលខូចចឹងពាក្យខូចគេប្រើពាក្យ damage ហ្នឹង damage books សៀវភៅខូចបើទូរស័ព្ទខូចអីគឺគេប្រើពាក្យ damage phones ដែរចំនួន239ក្បាលចេញ
How many books are now in the library តើមានសៀវភៅចំនួនប្រមាណដែលឥឡូវនេះនៅក្នុងបណ្ណាល័យនោះចឹងជាចំណោទដូចខ្ញុំបាននិយាយមិញហ្នឹងណាបងប្អូនសាកឆ្លើយមើលបងប្អូនដឹងចម្លើយប្រមាណទេបងប្អូនអាចឆ្លើយជាលក្ខណៈតួលេខចូលតែម្ដងឬក៏បងប្អូនអាចឆ្លើយជាប្រយោគដើម្បីអនុវត្តភាសាអង់គ្លេសរបស់យើងផងចឹងឆ្លើយមើលណានៅ comment box ខមមិនតអូននេះសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសជាមួយគ្នា A family lives in a region where winter storms bring heavy snow every year ចឹងខ្ញុំអានយ៉ាងលឿនណាឥឡូវនេះខ្ញុំនឹងបដាច់មកកង់ឲ្យបងប្អូនហ៊ានអានជាមួយខ្ញុំ A family lives in a region where winter storms bring heavy snow every year. Before going outside, they wear thick coats, gloves, boots, and hats to stay warm and safe. Before going outside, they wear thick coats, gloves, boots, and hats to stay warm and safe. Why do people who live in the cold climates need different clothing from people who live in warm climates? Why do people who live in cold climates need different clothing from people who live in warm climates? ខ្ញុំនឹងបញ្យល់អត្ថន័យហើយចាំបងប្អូនសាកឆ្លើយសំណួរនេះមកណាឆ្លើយជាការអនុវត្តរៀនភាសាអង់គ្លេស A family lives in a region គ្រួសារមួយរស់នៅក្នុងតំបន់មួយ region គឺចង់សម្រាប់តំបន់ហ្នឹងចង់មានន័យថាធំជាងប្រទេសទៀតអញ្ចឹងអាចតំបន់ប៉ូលតំបន់ខាងត្បូងតំបន់ខាងកើតអីចឹងណាភាសាអង់គ្លេសពេលគេប្រើពាក្យ region គឺន័យវាអាចធំជាងប្រទេសទៀត Where winter storms ដែលនៅតំបន់នោះព្យុះនៅរដូវរងា bring heavy snow every year ព្យុះហ្នឹងនាំមកនៅជាមួយនឹងព្រិលយ៉ាងច្រើនជារៀងរាល់ឆ្នាំ Before going outside they wear thick coats, gloves, boots and hats to stay warm and safe មុនពេលដែលពួកគេចេញទៅខាងក្រៅផ្ទះបានណាពួកគេពាក់អាវខាងក្រៅក្រាស់ៗ gloves ស្រោមដៃ boots បែកជើងកវែង and hats ហើយជាមួយនឹងមួកដើម្បីធ្វើឲ្យខ្លួនឯងមានភាពកក់ក្ដៅហើយក៏ដើម្បីសុវត្ថិភាពដែរ Why do people who live in cold climates ហេតុអ្វីបានជាមនុស្សម្នាដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ need different clothing ចាំបាច់ត្រូវការសម្លៀកបំពាក់ខុសពីនរណាគេ people who live in warm climates ចាំបាច់ត្រូវការសម្លៀកបំពាក់ខុសពីមនុស្សម្នាដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅអ៊ុនៗវិញសំណួរនេះតាមពិតប្រហែលជាអត់ពិបាកទេបងប្អូនអាចឆ្លើយបានចឹងសាកឆ្លើយមកណាជាប្រយោគពេញមកហើយក៏អាចឆ្លើយជាមួយពាក្យពីរពាក្យក៏បានដែរដែលនេះគឺជាការអនុវត្តរៀនភាសាអង់គ្លេសបងប្អូនទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសជាមួយគ្នា During summer vacation Noah visited a desert where there was very little rain and temperatures became extremely hot during the day ចឹងខ្ញុំអានមិញរឿងលឿនណាឥឡូវខ្ញុំនឹងអានមកកង់បងប្អូនសាកអានជាមួយខ្ញុំមក During summer vacation, Noah visited a desert where there was very little rain and temperatures became extremely hot during the day. He noticed that many plants looked very different from the trees and flowers near his home. He noticed that many plants looked very different from the trees and flowers near his home. How do plants and animals adapt to desert environments? How do plants and animals adapt to desert environments? ចាំបងប្អូនទីគេឆ្លើយសំណួរនេះមកណាឆ្លើយខ្លីៗក៏បានឆ្លើយប្រយោគពេញក៏បានចាំមុនឆ្លើយខ្ញុំនឹងបញ្យល់អត្ថន័យណាតើអ្វីដែលគេសរសេរខាងលើមានន័យថាម៉េច During summer vacation នៅក្នុងកំឡុងពេលវិស្សមកាលរដូវក្តៅចឹងវិស្សមកាលយើងប្រើពាក្យនេះណា vacation Noah visited a desert Noah គាត់បានទៅលេងវាលខ្សាច់
ចឹង desert គឺវាខ្សាច់ហើយពាក្យនេះបងប្អូនអាចច្រឡំជាមួយពាក្យមួយទៀតដែលគេទៅសេអក្សរ s ចំនួន2អា s ចំនួន2យើងអានថា dessert អា dessert នោះគឺបង្អែមចំណីដែលយើងហូបផ្អែមគាត់ពេលយើងហូបអាហារហើយប៉ុន្តែ s តែមួយគឺ desert នេះគឺមានន័យថាវាខ្សាច់ where there was very little rain and temperatures became extremely hot during the day ដែលនៅវាខ្សាច់ទាំងអស់នោះគឺមានភ្លៀងតិចតួចមែនតើហើយសីតុណ្ហភាពគឺអាចក្តៅខ្លាំងនៅទីនេះពាក្យដែលគេប្រើគឺ extremely នេះគឺជា adverb មួយគេដាក់នៅមុខ adjective ចង់មានន័យថាហ្នឹងបើសិនជាមានរឿងអីមួយគឺខ្លាំងមែនតើអញ្ចឹង extremely during the day ក្តៅខ្លាំងពេលណាគឺនៅក្នុងពេលថ្ងៃរះពេលថ្ងៃ He noticed that many plants look very different from the trees and flowers near his home គាត់បានសង្កេតឃើញថារុក្ខជាតិជាច្រើនគឺមានរូបរាងខុសពីដើមឈើក៏ដូចជាផ្កាដែលនៅជិតផ្ទះរបស់គាត់ How do plants and animals adapt to desert environments តើរុក្ខជាតិក៏ដូចជាសត្វសម្របខ្លួនយ៉ាងម៉េចចង់ពាក្យសម្របខ្លួន adapt ទៅជាមួយនឹងបរិស្ថាននៅវាខ្សាច់ឆ្លើយពេញយ៉ាងបានមកពាក្យពីរពាក្យក៏បានដែរ comment កុំវីដេអូនេះមកសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសជាមួយគ្នាណា Marcus stays up very late every night watching videos on his tablet so he usually gets only 5 hours of sleep before school Marcus stays up very late every night watching videos on his tablet. So he usually gets only 5 hours of sleep before school. During class, he feels tired, forgets instructions, and has trouble focusing on his work. During class, he feels tired, forgets instructions, and has trouble focusing on his work. Why is getting enough sleep important for students? Why is getting enough sleep important for students? ឥឡូវនេះយើងពិនិត្យមើលអត្ថន័យហើយសំណួរនេះបងប្អូនចាំឆ្លើយនៅ comments box មកណាតើបងប្អូនយល់ឃើញយ៉ាងណាដែរ Marcus stays up very late every night watching video games on his tablet. Marcus ចឹងជាក្មេងម្នាក់ចឹងឈ្មោះ Marcus ចូលគេងយប់ជ្រៅ stay up very late ហ្នឹងមានន័យថានៅដល់យប់ជ្រៅហ្មងអត់ព្រមគេងព្រមអីទេ every night ជារៀងរាល់យប់ហ្មងហើយនៅធ្វើអីគឺ watching videos on his tablet នៅមើលវីដេអូដែលនៅលើកញ្ចក់អេក្រង់ tablet ហ្នឹងចំសំដៅទៅដូច iPad អីទូចក្មេងៗប្រើហ្នឹង So he usually gets only 5 hours of sleep before school អញ្ចឹងហើយគាត់ជាធម្មតាគេងបានតែ5ម៉ោងទេមុនពេលទៅសាលារៀនអញ្ចឹងបើយើង gets only 5 hours of sleep មានន័យថាយើងគេងបានតែប៉ុណ្្នឹងកន្លែងនេះគេប្រើ sleep ជា verb ទេគេប្រើ sleep ជា noun ទេអញ្ចឹងបើយើង get 5 hours of sleep get 8 hours of sleep អីចឹងទៅ During class he feels tired forgets instructions and has trouble focusing on his work គេថាក្នុងពេលដែលគាត់ទៅរៀនក្នុងម៉ោងរៀន during class ចង់និយាយម៉ោងរៀនគាត់មានអារម្មណ៍ថា hot okay feel tired hot forgets instructions ភ្លេចអស់មេរៀននៅគ្រូបង្រៀនហ្នឹងហើយមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ទៅលើការងាររបស់គាត់ពាក្យផ្ដោតអារម្មណ៍គឺនៅទីនេះ focus on បើយើងមានបញ្ហាធ្វើអីមួយវិញភាសាអង់គ្លេសគេប្រើ trouble doing something Why is getting enough sleep important for students ហេតុអីបានជាការគេងគ្រប់គ្រាន់គឺវាសំខាន់សម្រាប់ឲ្យសិស្សានុសិស្សសាកឆ្លើយជាភាសាអង់គ្លេសពេញមក comment ក្រោមវីដេអូនេះឬក៏ឆ្លើយខ្លីៗក៏បានដែរមកពាក្យពីរពាក្យ comment ក្រោមវីដេអូនេះមកសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសជាមួយគ្នា Olivia eats chips and drinks soda almost every day instead of fruits and vegetables ខ្ញុំអានលឿនតិចឥឡូវខ្ញុំអានមកកង់ហើយបងប្អូនហ៊ានអានតាមខ្ញុំមក Olivia eats chips and drinks soda almost every day instead of fruits and vegetables. Recently, she has noticed that she feels tired during soccer practice and does not have as much energy as before. Recently, she has noticed that
she feels tired during soccer practice and does not have as much energy as before. How can healthy eating affect a person's body and energy? How can healthy eating affect a person's body and energy? យើងពិនិត្យមើលអត្ថន័យហើយចាំបងប្អូនសាកឆ្លើយសំណួរនេះមកណា Olivia eats chips. Olivia គាត់ហូបអានំសួយៗនំកញ្ចប់ហ្នឹង and drink soda ហើយផឹកទឹកសូដាសូដានេះភាសាអង់គ្លេសយើងអត់ត្រូវបកទៅភាសាខ្មែរថាសូដាសហើយមិនមែនអញ្ចឹងទេសូដាក្នុងន័យភាសាអង់គ្លេសគេចង់សំដៅទៅទឹកក្រូចកំប៉ុងកូកាកូឡាហ្នឹងគឺសូដាហ្នឹងហើយ Almost every day សឹងតែរៀងរាល់ថ្ងៃ instead of fruits and vegetables ជំនួសឲ្យការហូបផ្លែឈើហើយជាមួយនឹងបន្លែពាក្យនេះភាសាអង់គ្លេសយើងអានថា vegetable មិន vegetable ណាអានប្រយ័ត្នតិចណា vegetables ក៏មិនទេគឺ vegetable Recently she has noticed that នាពេលថ្មីនេះនាងសង្កេតឃើញថា she feels tired នាងមានអារម្មណ៍ថាហត់ during soccer practice នៅកំឡុងពេលដែលនាងទៅលេងអនុវត្តកីឡាបាល់ទាត់ចឹង soccer practice មិនការប្រកួតទេជាការហ្វឹកហាត់អូខេ and does not have as much energy as before ហើយនាងអត់មានថាមពលច្រើនដូចពីមុនទេ How can healthy eating affect a person's body and energy តើការញ៉ាំចំណីអាហារដែលល្អសម្រាប់សុខភាព healthy eating ហ្នឹងគេចង់មានន័យថាយើងញ៉ាំអីដែលជួយដល់សុខភាពរបស់យើងចឹងញ៉ាំបន្លែញ៉ាំផ្លែឈើញ៉ាំអីចឹងទៅមិនជាលក្ខណៈអាហារដែលគេចម្រាញ់អីច្រើនណាជាលក្ខណៈបែបធម្មជាតិអាហ្នឹងគេហៅ healthy eating តើវាជះឥទ្ធិពលយ៉ាងម៉េចមកលើរាងកាយរបស់មនុស្សម្នាក់ក៏ដូចជាធម៌ពលរបស់មនុស្សម្នាក់សំណួរនេះបងប្អូនឆ្លើយបានទេបើបងប្អូនចេះភាសាអង់គ្លេសតិចតួចឬក៏គួរសមហើយសាកឆ្លើយជាប្រយោគពេញណា comment ក៏វីដេអូនេះមកឬក៏បើចេះទើបតែរៀនអីទេតែមានកំណត់ច្រើនព្រោះយើងមនុស្សធំហើយយើងមានកំណត់ហើយបងប្អូនសាកឆ្លើយមកពាក្យពីរពាក្យក៏បានដែរ comment ក៏វីដេអូនេះមកសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសជាមួយគ្នា During PE warm-ups Maya jogs around the field with her three classmates while the teacher reminds everyone to pace themselves and focus on breathing control ចឹងនិយាយលឿនតិចណាឥឡូវខ្ញុំនឹងអានមកកង់ហើយបងប្អូនអានតាមខ្ញុំមក During PE warm-ups Maya jogs around the field with her classmates while the teacher reminds everyone to pace themselves and focus on breathing control. She completes 3 laps in the warm-up and later adds 2 more during cool-down. How many total laps did she complete while preparing her body for physical activity? She completes 3 laps in the warm-up and later adds 2 more during cool-down. How many total laps did she complete while preparing her body for physical activity? ចឹងឥឡូវនេះយើងពិនិត្យមើលអត្ថន័យទាំងអស់គ្នាណា During PE warm-ups PE នេះមកពីពាក្យភាសាអង់គ្លេសពេញថា physical education ម៉ោងកីឡាចឹងក្នុងពេលម៉ោងកីឡា warm up នេះចង់សំដៅទៅការកម្ដៅសាច់ដុំ Maya jog around the field with her classmates Maya នឹងក៏រត់ត្រឹកជុំវិញទីវាលរបស់សាលាហ្នឹងជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ While the teacher reminds everyone to pace themselves ខណៈពេលដែលលោកគ្រូឬក៏អ្នកគ្រូហ្នឹងកើនរំលឹកដល់គ្រប់គ្នាឲ្យចេះប្រមាណសមត្ថភាពរត់របស់ខ្លួនឯងអញ្ចឹងជាទូទៅនៅពេលដែលយើងលេងកីឡាជាលក្ខណៈរត់ឬក៏ជិះកង់ហ្នឹងគេចង់ឲ្យយើងធ្វើម៉េចរក្សាកម្លាំងឲ្យថេរដើម្បីបំពេញឲ្យចប់សកម្មភាពហ្នឹងទៅមូលពីព្រោះអ្នកខ្លះគាត់អត់ចេះ pace ទេចេញមកភ្លាមគាត់រត់យកឲ្យអស់ចឹងមកសារពុតបានតែ100ម៉ែត្រ200ម៉ែត្រឯងគាត់អស់ខ្យល់ហ្មងបន្តទៅមុខទៀតអត់រួចលក្ខណៈបែបហ្នឹងឯងគេហៅថា pace themselves មានន័យថារក្សាល្បឿនមួយដែលយើងអាចកំណត់ហូតពីដើមរហូតដល់ចប់បានអញ្ចឹងគេចង់និយាយហ្នឹងណា and focus on breathing control ហើយផ្ដោតអារម្មណ៍ទៅលើការគ្រប់គ្រងការដកដង្ហើមរបស់ខ្លួនឯង breathing ការដកដង្ហើម She completes 3 laps in the warm up នាងបានបញ្ចប់ឬក៏បំពេញចំនួន3ជុំនៅពេលដែលនាងកម្ដៅសាច់ដុំ and later adds 2 more during cool down ហើយក្រោយពីហ្នឹងទៀតនាងបានបន្ថែម2ជុំទៀតនៅពេលដែលនាង cool down វិញមុនពេលយើងលេងកីឡាមួយគេឲ្យយើងកម្ដៅសាច់ដុំដល់ពេលយើងលេងហើយគេឲ្យយើងបន្ធូរសាច់ដុំវិញអាបន្ធូរសាច់ដុំហ្នឹងគេហៅ cool down How many total laps did she complete តើសរុបទាំងអស់ប្រហែលជុំដែលនាងបានរត់
ឬក៏បំពេញគ្រប់គ្រាន់ហ្នឹង while preparing her body for physical activity ខណៈពេលដែលនាងណាបានធៀមចំខ្លួនឯងកម្ដៅសាច់ដុំខ្លួនឯងឲ្យរួចរាល់សម្រាប់លេងកីឡាហ្នឹងចឹងទេសំណួរសាមញ្ញបើបងប្អូនយល់អត្ថន័យសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសជាមួយគ្នា In basketball practice, Liam keeps rushing his shots without using proper form. His coach stops the drill and reminds him to bend his knees, aim carefully at the rim, and follow through with his shooting hand. Liam notices he makes more shots when he slows down. What skill is the coach trying to help him improve? ចឹងខ្ញុំអាននេះលឿនតិចឥឡូវខ្ញុំនឹងអានយឺតវិញមកកង់ហើយបងប្អូនសាកអានតាមខ្ញុំណាដើម្បីអនុវត្តការអានទាំងអស់គ្នា In basketball practice, Liam keeps rushing his shots without using proper form. His coach stops the drill and reminds him to bend his knees, aim carefully at the rim, and follow through with his shooting hand. Liam notices he makes more shots when he slows down. What skill is the coach trying to help him improve? ចឹងយើងនៅពិនិត្យមើលអត្ថន័យហើយបើបងប្អូនណាធ្លាប់លេងកីឡាបាស្កេតពីមុននេះបងប្អូនសាកឆ្លើយមើលតើជំនាញគេដែលគ្រូនឹងបានព្យាយាមបង្រៀនគាត់ In basketball practice នៅពេលដែលអនុវត្តលេងកីឡាបាល់បោះចឹងកីឡាបាស្កេតឬក៏កីឡាបាល់បោះណាយើងហៅថា basketball លៀមគាត់សុទ្ធបញ្ចុះបាល់ទៅក្នុងកន្ត្រកហ្នឹងយ៉ាងបញ្ញាប់ពាក្យថា rush មានន័យថាយើងធ្វើអីមួយដោយបញ្ញាប់អញ្ចឹងណា without using proper form ដោយអត់មានគិតទៅលើរឿងទម្រង់នៅក្នុងការសុទ្ធបញ្ចូលហ្នឹងឲ្យបានត្រឹមត្រូវទេពាក្យទម្រង់គឺពាក្យនេះ form proper គឺត្រឹមត្រូវ His coach stops the drill គ្រូបង្វឹករបស់គាត់បានបញ្ឈប់ការអនុវត្តរបស់គាត់ and reminds him to bend his knees ហើយរំលឹកឲ្យគាត់ហ្នឹង remind គឺរំលឹកណារំលឹកឲ្យគាត់បន្ទន់ជង្គង់បន្តិចពាក្យ bend មានន័យថាបន្ទន់ឬក៏ព្យាយាមកាច់គេប្រើពាក្យ bend ហ្នឹងដែរបន្ទន់ជង្គង់ aim carefully at the rim តម្រង់ឲ្យប្រុងប្រយ័ត្នសំដៅទៅកត្រកចឹងកីឡាបាល់បោះបងប្អូនដឹងគេមានកត្រកមួយអាវងដៃមួយហើយមានស្រឡាញ់ពីក្រោមហ្នឹងអាវងដៃហ្នឹងគេហៅថា rim គេឬក៏នៅទីនេះខ្ញុំនិយាយថាកត្រកហ្នឹងតែបែរអត់ត្រូវទេគេចង់និយាយអាមាត់កត្រកហ្នឹង rim មានន័យថាអញ្ចឹងណាហើយ follow through ជាមួយនឹងដៃដែលគាត់ប្រើសម្រាប់សុទ្ធបញ្ចូលហ្នឹងនៅកន្លែងនេះខ្ញុំពិបាកយល់តិចបើសិនជាបងប្អូនអត់ដែរលេងកីឡាបាល់បោះពីមុនទេ follow through នេះគេចង់មានន័យថារុញវាអស់អញ្ចឹងណាបើមនុស្សយើង follow through ជាមួយអីមួយគឺមានន័យថាការងារហ្នឹងពីដើមរហូតដល់ចប់យើងពិនិត្យមើលឲ្យចប់ Liam notices he makes more shots Liam ក៏សង្កេតឃើញថាគាត់សុទ្ធបញ្ចូលបានច្រើនជាងមុន when he slows down នៅពេលដែលគាត់បន្ថយល្បឿននៃការសុទ្ធបញ្ចូលរបស់គាត់តិច What skill is the coach trying to help him improve តើជំនាញអ្វីដែលគ្រូបង្វឹកហ្នឹងកំពុងតែព្យាយាមជួយឲ្យគាត់ធ្វើឲ្យរីកចម្រើនជាងមុនបងប្អូនណាដែលដឹងចម្លើយសាកឆ្លើយមកណាប្រើប្រយោគភាសាអង់គ្លេសពេញឬក៏ឆ្លើយមកពាក្យពីរពាក្យក៏បានដែរនៅខាងក្រោម comments box វីដេអូនេះសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេសតាមរយៈអត្ថបទខ្លីមួយនេះហើយមានសំណួរមួយដែលបងប្អូនអាចឆ្លើយនៅខាងក្រោមនេះបាន A family moved from a small village in another country to a busy city in the United States because the parents found new jobs there យើងវិញទេណាបងប្អូនហ៊ានអានជាមួយខ្ញុំតោះ A family moved from a small village in another country to a busy city in the United States because the parents found new jobs there. The children had to learn a new language, make new friends, get used to different foods and traditions at school. The children had to learn a new language, make new friends, and get used to different foods and traditions at school. What are some challenges this family might face while adjusting to their new life? What are some challenges this family might face while adjusting to their new life? A family moved from a small village. គេថាគ្រួសារមួយបានផ្លាស់ប្ដូរទីកន្លែងរស់នៅពីភូមិតូចមួយ in another country ភូមិតូចមួយហ្នឹងគឺនៅក្នុងប្រទេសមួយទៀតនោះ to a busy city ហើយប្ដូរទីតាំងហ្នឹងប្ដូរទៅណាទៅទីក្រុងមួយដែលមានមនុស្សច្រើនភាសាអង់គ្លេសពេលគេនិយាយ busy city គេចង់និយាយទីក្រុងធំមានមនុស្សច្រើនមានអីចឹងណា
in the United States នៅក្នុងសហរដ្ឋអាមេរិក because the parents found new jobs there ពីព្រោះតែឪពុកម្ដាយនៅក្នុងគ្រួសារហ្នឹងរកបានការងារថ្មីនៅទីនោះ The children had to learn a new language ក្មេងៗនៅក្នុងគ្រួសារហ្នឹងចាំបាច់ត្រូវរៀនភាសាថ្មីមួយ make new friends រាប់អានមិត្តភក្តិថ្មីទៀត and get used to different foods and traditions at school ហើយត្រូវធ្វើឲ្យខ្លួនឯងស៊ាំចឹងពាក្យ get used to គឺស៊ាំណាស៊ាំតែអីគេស៊ាំតែអាហារខុសពីមុនហើយជាមួយនឹងទំនៀមទម្លាប់ឬក៏ប្រពៃណីខុសពីមុននៅសាលា What are some challenges តើបញ្ហាប្រឈមអ្វីខ្លះ this family might face ដែលគ្រួសារមួយនេះអាចនឹងប្រឈមមុខជាមួយ while adjusting to their new life ខណៈពេលដែលពួកគេកំពុងតែសម្របខ្លួនទៅជីវិតថ្មីរបស់ពួកគេចឹងពាក្យសម្របខ្លួនគេប្រើពាក្យនេះ adjust to something ជាពាក្យមួយល្អបងប្អូនគួរចេះណាចឹងបងប្អូនណាដែលចេះភាសាអង់គ្លេសរៀងគួរសមហើយសាកឆ្លើយមើលឆ្លើយជាប្រយោគពេញមកបើបងប្អូនណាចេះតិចតួចទេឆ្លើយមកពាក្យពីរពាក្យអីក៏បានដែរសាក comment មើលបងប្អូនយល់ឃើញយ៉ាងណាតើពួកគេនឹងជួបបញ្ហាប្រឈមអីខ្លះសួស្តីបងប្អូនទាំងអស់គ្នាយើងមករៀនភាសាអង់គ្លេស A city mayor announced plans to build a large public park with playgrounds, walking trails and picnic areas. A city mayor ចាំពាក្យនេះអានថា mayor ណាមិន mayor ទេគឺ mayor announce plans to build a large public park with playgrounds, walking trails, and picnic areas. Some people in the community are excited because they want more outdoor spaces. Some people in the community are excited because they want more outdoor spaces, while others think the money should be spent on roads and schools instead. While others think the money should be spent on roads and schools instead. Why do you think parks are important for communities? Why do you think parks are important for communities? ចឹងបងប្អូនទៀតចាំឆ្លើយសំណួរហ្នឹងណាតើបងប្អូនឆ្លើយបានអត់ប៉ុន្តែឥឡូវនេះខ្ញុំបញ្យល់សិនថាអត្ថន័យដែលយើងបានអានហ្នឹងអីគេហើយសំណួរហ្នឹងយើងមានន័យថាម៉េច A city mayor announced plans to build a large public park with playgrounds, walking trails and picnic areas. គេថាអភិបាលក្រុងមួយបានប្រកាសពីគម្រោងចុងពាក្យប្រកាសគឺ announce ណាគម្រោងគឺ plans គម្រោងនៅក្នុងការសាងសង់សួនសាធារណៈដ៏ធំមួយចឹង public park គឺសួនសាធារណៈណា with playgrounds ដែលមានកន្លែងក្មេងលេងមានទងមានអីហ្នឹងគេហៅ playgrounds walking trails ដែលមានផ្លូវគេគូសសម្រាប់ឲ្យមនុស្សដើរ and picnic areas ហើយជាមួយនឹងទីធ្លាសម្រាប់ឲ្យយើងអង្គុយហូបអាហារកន្លែងគេហៅ picnic ហ្នឹង Some people in the community are excited គេថាមនុស្សខ្លះដែលរស់នៅក្នុងសហគមន៍ហ្នឹងគឺមានភាពរំភើបរីករាយ because they want more outdoor spaces ដោយសារពួកគេចង់បានទីធ្លានៅខាងក្រៅផ្ទះឲ្យបានច្រើនពី outdoor នេះផ្ទុយពី indoor គឺនៅក្នុងផ្ទះ outdoor នៅក្រៅផ្ទះ while others think the money should be spent on roads and schools instead ប៉ុន្តែអ្នកផ្សេងទៀតគិតថាលុយដែលចំណាយនេះចង់មានន័យថាលុយសម្រាប់សង់ផាកហ្នឹងគួរតែត្រូវបានចំណាយទៅលើផ្លូវការសាងសង់ផ្លូវឬក៏សាលារៀនជំនួសវិញ Why do you think parks are important for communities តើមូលហេតុអ្វីបានជាអ្នកគិតថាសួនសាធារណៈហ្នឹងគឺវាសំខាន់សម្រាប់សហគមន៍រស់នៅបងប្អូនអាចឆ្លើយបានទេតើយើងរស់នៅតំបន់ណាមួយតំបន់ហ្នឹងគួរមានសួនសាធារណៈច្រើនអត់ហើយបើមានតើវាសំខាន់បែបណាទៅអញ្ចឹងឆ្លើយជាប្រយោគពេញៗមកដើម្បីអនុវត្តរៀនភាសាអង់គ្លេស comment កុំវីដេអូនេះឬក៏បងប្អូនអាចឆ្លើយជាមួយពាក្យពីរពាក្យក៏បានដែរជាភាសាអង់គ្លេស comment កុំវីដេអូនេះមក